បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមិនថាតែក្នុងបណ្ដាញសង្គម YouTube Facebook ក៏ដូចជា TikTok បាទថ្ងៃនេះខ្ញុំបាទវរ្ម័ន TV បានធ្វើដំណើរមកកាន់ទឹកដីនិគមអូសោមទៀតហើយគណៈពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងភូមិជនជាតិចាស់ដែលជាតំបន់នេះគឺជាភូមិជនជាតិជងហើយខ្ញុំមកថ្ងៃនេះគឺតបតាមការសំណូមពររបស់ពុកម៉ែបងប្អូនក៏ដូចជាបងស្រីដែលនៅសហរដ្ឋអាមេរិកគាត់បានខមមិនក៏ដូចជាពឹងពាក់ឲ្យខ្ញុំមកជួយរកបញ្ញាក្អែកចំនួន100មុខប៉ុន្តែឥឡូវនេះខ្ញុំរកមិនទាន់បាន4-10មុខទេនៅផ្ទះនោះគឺមានខ្លះខ្ញុំធ្លាប់ដើរតាមជាមួយនឹងបងទំព័រ TV នោះធ្លាប់ជួបបញ្ញាក្អែកមួយចំនួនហើយដែរក៏ប៉ុន្តែចំនួន100មុខគឺពិបាកនឹងរកពុកម៉ែបងប្អូនតែអំបញ្ញមិញនេះខ្ញុំក៏សម្រាប់ហូបបាយអីជាមួយនឹងបងទៅក៏កលេចភ្នែកទៅក៏ប្រទះឃើញមានបញ្ញាក្អែកមួយប្រភេទដែលតោងនៅជាប់នឹងដើមស្វាយហើយប្រភេទបញ្ញាក្អែកជាទូទៅបើតាមជំនឿដូនតាគឺមានអតិពលដើម្បីបណ្ដេញខ្មោចព្រាយបិសាចក៏ដូចជាអំពើអាបធ្មប់ឬមួយក៏បជាគ្រាប់គេប្រើនៅក្នុងផ្លូវសឹកសង្គ្រាមក៏បានដែរឃើញថាមានអនុភាពហើយដូនតាយើងក៏បានមានជំនឿតគ្នាមកដែរហើយជំនឿនេះមិនមែនតែតែជឿពីឥឡូវនេះទេគឺតាំងពីបុរាណកាលមកហើយអញ្ចឹងចង់ដឹងថាបញ្ញាក្អែកនេះមានប៉ុន្មានមេឃនៅទុំនៅលើដើមស្វាយអញ្ចឹងបណ្ណាជាយើងបានឃើញហើយក៏មានបងស្រីគាត់ពឹងពាក់ក៏ខ្ញុំដូចថាខ្ញុំចង់ឡើងទៅយកដើម្បីចែកជូនពុកម៉ែបងប្អូនយើងបានទស្សនាផងហើយក៏បកស្រាយអំពីអត្ថប្រយោជន៍នៃបញ្ញាក្អែកផងហើយនឹងក៏បានយកទៅផ្ញើជូនបងស្រីផងដែរអញ្ចឹងតាមរីករាយទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នានៅសកម្មភាពដែលខ្ញុំឡើងទៅបេះបញ្ញាក្អែកនៅលើដើមស្វាយហើយនឹងការអត្ថាធិប្បាយបកស្រាយជាមួយនឹងខ្ញុំបាទក្នុងវីដេអូបន្តិចទៀតនេះរីកទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាពីសកម្មភាពដែលខ្ញុំបានឡើងទៅកាត់បញ្ញាក្អែកនៅលើដើមស្វាយនេះហើយបញ្ញាក្អែកមិនថានៅនឹងដើមអ្វីទេពុកម៉ែបងប្អូនគឺមានអតិពលមានភាពស័ក្តិសិទ្ធិនិងខ្លាំងពូកែដូចគ្នាហើយបញ្ញាក្អែកជាទូទៅគឺមានអតិពលការពារខ្មោចព្រាយបិសាចអំពើអំព័ន្ធអាបធ្មប់ហើយនឹងភាពច្រើនបងវិរៈកងទ័ពក៏ដូចជាកងកម្លាំងប្រដាប់អាវុធគាត់យកទៅប្រើពាក់ជាគ្រឿងការពារខ្លួនការពារក្រុមសេវអញ្ចឹងណាពុកម៉ែបងប្អូនអានេះខ្ញុំចេះតែនិយាយទៅតាមការដឹងខ្លះពីចាស់គាត់ប្រាប់តគ្នាអញ្ចឹងណាពុកម៉ែបងប្អូនខ្ញុំមើលយើងអំណាចជាបានមកដល់ហើយឃើញហើយយើងក៏សុំបួងសួងដល់ម្ចាស់ទឹកដីអរុកអរិយអ្នកតាដែលគាត់ថែរក្សាដើមស្វាយនេះក៏យើងសូមយកទៅប្រើប្រាស់ទៅឲ្យបានសមប្រកបបានសេចក្តីសុខស្តីចម្រើនអញ្ចឹងទៅយ៉ាឬពុះដែរណានេះមេឃនេះល្អនេះអូនណាបាទយកមេឃនេះមកណាបាទឥឡូវបំណាច់ជាកូនចៅបានឃើញហើយកូនចៅក៏សូមបួងសួងដល់រុក្ខរៈអ្នកតាដែលថែសារនៅក្នុងភូមិកនេះថែសារនៅក្នុងបញ្ញាក្អែកនេះឥឡូវកូនចៅសូមយកទៅប្រើប្រាស់ក៏ដូចជាយកទៅថែរក្សាជាគ្រឿងសក្ការៈបូជាការពារកូនចៅឥឡូវយើងយកបញ្ញាក្អែកនេះបានហើយឥឡូវយើងសូមចុះទៅក្រោមតិចណាក្នុងលើដើមស្វាយនេះហត់កាប់ផងនិយាយផងអញ្ចឹងដល់អញ្ចឹងទៅបកស្រាយអត់បានល្អបញ្ញាក្អែកនេះបងប្អូនបញ្ញាក្អែកដែលខ្ញុំបានឡើងទៅកាត់ទៅលើដើមស្វាយបាញ់មិញនេះគឺមានពីរប្រភេទហើយប្រភេទមួយនេះវាមានសន្តានដូចជាដើមដូចជាមេឃធំអញ្ចឹងណាហើយជាទូទៅបើតាមការយល់ដឹងរបស់ខ្ញុំនៃខ្ញុំធ្លាប់ដើរបាទដែលខ្ញុំធ្លាប់ដើរជាមួយនឹងបងប្រុសទំព័រ TV ក៏ដូចជាបងមហានគរអីណាគាត់តែងតែប្រាប់ខ្ញុំថារុក្ខជាតិអ្វីក៏ដោយឲ្យតែមានអាយុ
ចាប់ពី7ឆ្នាំ10ឆ្នាំឡើងហើយរុក្ខជាតិប្រភេទនោះវាមានសាច់ពោកសាច់អីចឹងណានេះមានភ្នែកមានពោកចឹងឬមួយក៏ជាបញ្ញាក្អែកទេគឺកាន់តែគឺមានអារុក្ខរៈអ្នកតាគឺគាត់នៅតាមថៃរសាបីបាច់នៅនេះមានទស្សបាមីមានរុក្ខទេវតានៅតាមថៃរសានៅទីនេះនៅក្នុងប្រភេទបញ្ញាក្អែកក៏ដូចជាដើមឈើមួយប្រភេទដែលមានពោកមានអីចឹងណាពុកម៉ែបងប្អូនហើយឥឡូវនេះខ្ញុំក៏មិនបានដឹងពីប្រវត្តិនៃបញ្ញាក្អែកនេះយ៉ាងណាប៉ុន្តែគាត់ថាចាស់ក៏ដូចជាឪពុកម្ដាយចាស់ទុំដែលគាត់ដំណើរតគ្នាមកថាបញ្ញាក្អែកវាមានឥទ្ធិពលសម្រាប់បង្ក្រាបខ្មោចព្រាយបិសាចក៏ដូចជាប្រើនៅក្នុងផ្លូវសឹកសង្គ្រាមអីចឹងទៅពាក់ជាបតង់ខ្សែកឬមួយក៏យើងដាក់ក្នុងកំពង់ឡតអីចឹងណាដើម្បីការពារប្រជាគ្រោះប្រជាក្របប្រជាអីចឹងបានដែរហើយក៏យើងយកទៅសក្ការៈបូជាទៅក៏មានរុក្ខទេវតាគាត់តាមថែរក្សាតាមបីបាច់ថែរក្សាយើងការពារយើងកុំឲ្យជួបឧបសគ្គឬមួយក៏បញ្ហាផ្សេងចឹងណាហើយមុននឹងបញ្ចប់ខ្ញុំបាទវណ្ណមាន TV ក៏សូមអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរាល់ការនិយាយស្ដីលើសលួសឬមួយក៏បកស្រាយទៅមានចន្លោះខ្វះខាតត្រង់ចំណុចណាមួយក៏សូមការអធិស្ឋានពីសំណាក់ពុកម៉ែបងប្អូនហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពជូនពរទៅកាន់ពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសជួបប្រទះតែក្តីសុខស្តីចម្រើនរោគទទួលទានមានបានគ្រប់គ្រងគ្រួសារនិងជួបប្រទះតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្រើតណាយបាទសម្រាប់ពេលនេះខ្ញុំបាទវរ្ម័ន TV អរគុណច្រើនសូមជម្រាបលា